ระเบียบធ្វើ steak ទ្រង់ទាងាយៗបងប្អូននាងខ្ញុំនឹងមកបង្ហាញជូនបងប្អូនពីរបៀបធ្វើ steak ទ្រង់ទាដែលជាម្ហូបប្រចាំប្រទេសចា៎បងប្អូនអ្នកខ្លះចូលចិត្តញ៉ាំម្ហូបបែបនេះចឹងអាចទស្សនានៅវីដេអូមួយនេះហើយរៀនធ្វើបានគឺងាយមែនទែនតែអញ្ចឹងទៅមើលពីរបៀបធ្វើរបស់នាងខ្ញុំទាំងអស់គ្នាអញ្ចឹងគ្រឿងផ្សំរបស់យើងមានដូចជាសាច់ទ្រូងទាហើយបន្លែមានដូចជាការ៉ុតដំឡូងបារាំងផ្លែក្រូចមើមយេនខ្ទឹមបារាំងហើយនឹងមានគ្រឿងផ្សំដទៃទៀតដូចជាប៊ឺម្សៅស៊ុបដឺមីកាឡាមានខូឃីងគ្រីមសម្រាប់គ្រឿងផ្សំទាំងអស់នេះយើងអាចរកទិញនៅតាមផ្សារទំនើបបានណាបងប្អូនឥឡូវយើងមកមើលពីរបៀបធ្វើបន្ទាប់ពីលាងសាច់ទាស្អាតហើយយើងយកกระดาษមកផ្ដិតឲ្យស្រស់ទឹកស្ងួតទឹកបានល្អសិនទើបយើងឆូតជាកាឡាការ៉ូបងប្អូនគឺឆូតដើម្បីឲ្យពេលដែលយើងប្រឡាក់គ្រឿងទៅវាចូលជាតិនៅក្នុងសាច់ទាបានល្អចាជាបន្ទាប់យើងរោយអំបិលបន្តិចម្រេចបន្តិចរួចហើយក៏ម៉ាស្សាទៅលើសាច់ទានឹងឲ្យសព្វទាំងសងខាងដើម្បីឲ្យចូលជាតិជាមួយនឹងគ្រឿងដែលយើងប្រឡាក់ហើយយើងបន្ថែមជាមួយនឹងពពួកហឺបបងប្អូនដាក់herb rosemary ចឹងថាហ្នឹងគឺវាជំនួយទៅដល់សាច់ទាឲ្យមានក្លិនឈ្ងុយពេលដែលយើងចៀនអ្វីដែលសំខាន់គឺវាជួយបំបត្តិក្លិនទាបានល្អបងប្អូនអញ្ចឹងយើងប្រឡាក់គ្រប់គ្រឿងហើយយើងចាប់ផ្ដើមម៉ាស្សាសាច់ទានឹងឲ្យបានសព្វហើយយើងទុកម្ល៉េះសិនបន្ទាប់មកយើងដាក់ឆ្នាំងដាំទឹកក្តៅដើម្បីស្រុះបន្លែរបស់យើងចាសម្រាប់ដំឡូងបារាំងគឺយើងចិតតូចទៅដើម្បីស្ងោរទៅឆាប់ផុយបងប្អូនដំឡូងបារាំងនេះយើងយកទៅធ្វើម៉េះអញ្ចឹងម្ហូបអឺរ៉ុបគឺគេអត់ចោលទេជាទូទៅគឺដំឡូងបារាំងនេះសំខាន់ណាប្រៀបដូចជាបាយអញ្ចឹងចាសម្រាប់បន្លែបងប្អូនចូលចិត្តបន្លែបែបណាក៏បានដែរយើងអាចញ៉ាំជាមួយនឹងពពួកផ្កាខាត់ណាខៀវឬផ្កាខាត់ណាសឬក៏ដើមទំពាំងបារាំងស្រេចទៅលើបងប្អូនចូលចិត្តchứយើងអាចញ៉ាំបានដូចគ្នាការស្រុះបន្លែបងប្អូនត្រូវតែដាក់អំបិលបន្តិចចូលទៅក្នុងទឹកដែលយើងកំពុងតែដាំពុះរួចហើយបងប្អូនស្រង់ដាក់ទឹកត្រជាក់ការធ្វើបែបនេះគឺរក្សាបន្លែរបស់យើងឲ្យនៅពណ៌ស្រស់បានល្អហើយមានសភាពស្រួយឆ្ងាញ់ទៀតបងប្អូនតើឥឡូវមកមើលម្ហូបរបស់យើងបន្ទាប់ពីខ្ញុំបានហាន់ហើយខ្ញុំចាប់ផ្ដើមយកទៅស្ងោររយៈពេលប្រហែលជា10ទៅ20នាទីដើម្បីឲ្យដំឡូងបារាំងរបស់យើងផុយឆ្អិនបន្ទាប់មកយើងយកមកកិនឲ្យម៉ត់បងប្អូនអាចកិនតាមនាងខ្ញុំបានដូចគ្នាឬក៏បើសិនជាបងប្អូនមានម៉ាស៊ីនយើងអាចកិននឹងម៉ាស៊ីនក៏បានប៉ុន្តែនាងខ្ញុំកិនចេះវាលឿនជាងចាបន្ទាប់ពីកិនរួចយើងយកដំឡូងបារាំងរបស់យើងយកទៅឆាជាមួយនឹងប៊ឺបងប្អូនដាក់ប៊ឺចូលហើយយើងដាក់ដំឡូងបារាំងចូលបន្ទាប់មកយើងដាក់អំបិលបន្តិចហើយបន្ទាប់មកទៀតគឺយើងដាក់ cooking cream អញ្ចឹងបងប្អូនធ្វើបែបនេះគឺរសជាតិដំឡូងបារាំងរបស់យើងវាមានរសជាតិឈ្ងុយឆ្ងាញ់មែនតើបងប្អូនហើយបងប្អូនអាចរោយម្រេចបន្តិចបានគឺយើងប្រើម្រេចសបងប្អូនពេលដែលយើងចាក់ cooking cream គឺយើងកូរតែមួយផ្លែតទេយើងអាចបិទភ្លើងបានហើយបន្ទាប់មកទៀតក៏យើងយកវាចេញហើយខ្ញុំចាប់ផ្ដើមធ្វើបន្លែមួយមុខទៀតសម្រាប់មើមយេនគឺយើងហាន់ល្អិតបន្ទាប់មកយើងយកទៅស្ងោរអានេះប្រើរយៈពេលយូរបានឆ្អិនណាបងប្អូនអញ្ចឹងបន្ទាប់ពីស្ងោរឆ្អិនរួចហើយខ្ញុំបានយកមកកិនអញ្ចឹងពេលដែលយើងកិនយើងអាចប្រើ cooking cream ដាក់ចូលបន្តិចក៏បានដែរបងប្អូនអញ្ចឹងបន្ទាប់ពីកិនរួចរាល់ហើយខ្ញុំចាប់ផ្ដើមមកធ្វើទឹកសោសវិញម្ដងបងប្អូនអញ្ចឹងសម្រាប់សាច់ទាមួយមុខនេះខ្ញុំធ្វើទឹកសោស orange sauceអញ្ចឹងវាត្រូវជាមួយនឹងសាច់ទាដែលវាមានជាតិជូរអែមតិចណាបងប្អូនគឺយើងចិតក្រូចហើយច្របាច់យកទឹកទុកមួយអន្លើបន្ទាប់មកយើងដាក់ដាំទឹកបន្តិចយកសម្បកក្រូចដែលយើងឈូសហ្នឹងយកទៅស្ងោរឲ្យផុយបន្តិចរយៈពេលប្រហែលជា5នាទីបន្ទាប់មកយើងស្រង់ដាក់ចូលទៅក្នុងទឹកត្រជាក់ណាបងប្អូនមកទៀតយើងចាប់ផ្ដើមចៀនសាច់ទារបស់យើងម្ដងចាអញ្ចឹងយើងដាក់ខ្ទះហើយយើងចាក់ប្រេងអូលីវចូលបន្តិចបន្ទាប់មកយើងចាប់ផ្ដើមដាក់សាច់ទាចូលអញ្ចឹងបងប្អូនកុំភ្លេចពេលដែលចៀនទ្រូងទាយើងត្រូវដាក់ស្បែកទៅខាងក្រោមមុនបន្ទាប់មកបានយើងត្រឡប់អញ្ចឹងបងប្អូនអាសាមើលហើយយើងប្រើភ្លើងតិចបានហើយយើងអាចប្រើភ្លើងខ្លាំងបានទេអញ្ចឹងពេលដែលបងប្អូនប្រែទៅមួយជាងទៀតយើងប្រើប៊ឺចូលបន្តិចសិនការចៀនទ្រូងទាយើងអាចប្រើភ្លើងខ្លាំងបានទេហើយក៏មិនអាចប្រើរយៈពេលយូរបានដែរបើសិនជាបងប្អូនប្រើពេលយូរសម្រាប់ចៀនគឺធ្វើឲ្យសាច់ទារបស់យើងស្វិតអញ្ចឹងឆ្អិនរួចរាល់ហើយអញ្ចឹងខ្ញុំចាប់ផ្ដើមធ្វើទឹកសោសម្ដងរបៀបធ្វើទឹកសោគឺដំបូងយើងលាយទឹកដឺមីកាឡាជាមួយនឹងម្សៅពោតបន្តិចយើងដាក់ដាំឲ្យពុះហើយទើបចាក់ទឹកក្រូចដែលយើងច្របាច់នឹងចូលហើយបន្ទាប់មកទៀតយើងដាក់អំបិលបន្តិចម្រេចបន្តិច
ហើយថែមប៊ឺបន្តិចជាចុងក្រោយគឺយើងដាក់សរសៃក្រូចដែលយើងបានស្ងោររួចអញ្ចឹងរួចរាល់ហើយទឹកសោសរបស់យើងសម្រាប់ទ្រូងទាគឺយើងត្រូវជាមួយនឹងទឹកសោសបែបហ្នឹងគឺទឹកសោសបែបជូរអែមការចៀនសាច់ទាគឺយើងត្រូវយកកម្រិតមីឌៀមបានឆ្ងាញ់បងប្អូនយើងអាចចៀនរយៈពេលយូរបានទេវាធ្វើឲ្យសាច់ទារបស់យើងនឹងស្វិតអញ្ចឹងញ៉ាំអត់ឆ្ងាញ់ទេការរៀបចំដាក់ចានស្រេចទៅលើបងប្អូនចូលចិត្តសម្រាប់ខ្ញុំគឺខ្ញុំកាត់ទាជា2រួចហើយសម្អាតទាឲ្យស្អាតជុំវិញសងខាងឲ្យស្មើហើយពេលដែលយើងដាក់លើចានវាមើលឃើញស្អាតគួរឲ្យចង់ញ៉ាំម្ហូបមួយចាននេះបងប្អូនបើសិនជានៅហាងលំដាប់ផ្កាយគឺថ្លៃខ្លាំងណាស់បងប្អូនមួយចានជិត$20ប៉ុន្តែបើយើងធ្វើខ្លួនឯងគឺអស់តែបន្តិចទេហើយញ៉ាំបានឆ្ងាញ់ទៀតផងអញ្ចឹងកុំភ្លេចណាអាចរៀនសាកល្បងធ្វើតាមនាងខ្ញុំនៅផ្ទះបានតោះឥឡូវនាងខ្ញុំចាប់ផ្ដើមមកភ្លក់ពីសាច់ទាវិញគឺថាផុយល្អតែម្ដងហើយរសជាតិគឺថាល្មមឆ្ងាញ់ហើយបើសិនជាយើងញ៉ាំជាមួយនឹងទឹកសោសអរ៉េងហ្នឹងគឺរឹតតែឆ្ងាញ់គឺញ៉ាំទៅគឺចូលជាតិគ្នាជាមួយនឹងម៉េះដំឡូងទៀតអញ្ចឹងមួយចាននេះគឺថាឆ្អែតតែម្ដងចាបងប្អូនសម្រាប់វីដេអូម្ហូបមួយនេះមានតែប៉ុណ្្នឹងទេសូមអរគុណនឹងការតាមដានទស្សនារបស់បងប្អូនពីដើមដល់ចប់បើសិនបងប្អូននិង fan ចូលចិត្តនៃការធ្វើម្ហូបរបស់នាងខ្ញុំសូមជួយ like ជួយ share និង follow page ថ្មីនេះឲ្យបានច្រើនផងខ្ញុំនឹងមានម្ហូបថ្មីប្លែកជូនបងប្អូនទស្សនាជាបន្តទៀតចាអញ្ចឹងមានតែប៉ុណ្្នឹងទេក៏សូមអរគុណបងប្អូនហើយក៏ជូនពរបងប្អូនគ្រប់គ្នាសូមឲ្យសំណាងល្អជួបគ្នានៅវីដេអូក្រោយទៀតចាអរគុណជម្រាបលាបាយបាយ